haiអ្វីបានវាសំខាន់មែននៅក្នុងការដែលបងប្អូនផ្លាស់ប្ដូររបៀបឬក៏ routine នៅក្នុងការថែរក្សាស្បែកខ្លួនឯងពីមរដូវកាលទៅមរដូវកាលព្រោះថាបើសិនជាបងប្អូនអត់ធ្វើអញ្ចឹងទេស្បែកមុខយើងគឺប្រែប្រួលរហូតពីមរដូវកាលទៅមរដូវកាលអញ្ចឹងបងប្អូននឹងមកនិយាយ complain វិញថារបស់ហ្នឹងដំបូងប្រើត្រូវស្អាតអីចឹងទៅដល់ពេលប្រើយូរទៅជាមិនស្អាតទៅវិញចាំបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរគឺ The Therapy Time សូមបែងចែកជា3រដូវកាលទី1នោះគឺពីខែ11ដល់ខែ1ដែលយើងចាត់ទុកថាជាខែត្រជាក់អីពេលហ្នឹងចឹងធ្លាក់ខ្យល់អីហើយចាប់ដើមត្រជាក់អីអញ្ចឹងពេលដែលត្រជាក់ហ្នឹងបងប្អូនត្រូវដឹងថារឿងនៃកាត់ឡើងនៅលើស្បែកហ្នឹងគឺចាប់ផ្ដើមទំនោរទៅរកការស្ងួតហើយអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើចាំបាច់បំផុតនោះគឺប្រើក្រែមផ្ដល់សំណើមធ្វើម៉េចកុំឲ្យវាស្ងួតលបអញ្ចឹងជាងក្នុងអំឡុងខែហ្នឹងមិនងាយទេរឿងកាត់មូនកាត់អីហ្នឹងដោយសារអីបងប្អូនមិនសូវមានខ្លាញ់មានអីទេអញ្ចឹងវាទំនោរទៅរកស្ងួតច្រើនជាងបើមានមុនក៏អាចនឹងអន់មុនទៅសិនដែរហើយចំពោះបងប្អូនដែលមានមុខព្រេងវិញអូខេអញ្ចឹងណាបងប្អូនអាចនឹងអន់ព្រេងមួយទៀតបើសិនជាបងប្អូនគិតថាខ្លួនឯងព្រេងអត់ហ៊ានប្រើក្រែមផ្ដល់សំណើមឯងបងប្អូនត្រូវដឹងថាព្រេងជាមួយនឹងទឹកវាមិនដូចគ្នាទេអញ្ចឹងបើទោះបីជាបងប្អូនមុខព្រេងក៏ដោយជួនកាលតស្ងួតខែត្រជាក់អីចឹងបងប្អូនអាចនឹងមានការផលិតព្រេងលើសដើមដោយសារអីអាចនឹងស្បែកបងប្អូនខ្វះជាតិទឹកទៅវិញអញ្ចឹងសាមញ្ញមកវិញគឺបើសិនជាបងប្អូនមុខព្រេងក៏ប្រើដែរគ្រាន់តែថាក្រែមផ្ដល់សំណើមដល់បងប្អូនប្រើហ្នឹងអាចប្រើអាពពួកដែលស្រាលអាចទឹកច្រើនជាងសេរីពួក gel ឬក៏ gel ក្រែមអីហ្នឹងទៅដែលគេ design មកសម្រាប់មុខព្រេង combination អីទាំងអស់ហ្នឹងគឺ perfect សម្រាប់បងប្អូនហើយចំពោះបងប្អូនដែលមានស្បែកស្ងួតខ្លាំងហើយចូលប៉ះខែត្រជាក់ហ្នឹងគឺបងប្អូនអាចប្រើនៅពពួក moisturizer ដែលខាប់គេហៅ rich សាច់វា rich គឺពួកហ្នឹងអាចមានប្រេងច្រើនអញ្ចឹងវាផ្ដល់សំណើមបានល្អហើយបងប្អូនអាចរកពពួក moisturizer ដែលមានសារធាតុដូចជា squalane ឬក៏ ceramide អីហ្នឹងដែលពួកហ្នឹងវាដូចខ្លាញ់ស្បែករបស់យើងជាងគឺវាផ្ដល់សំណើមហើយឲ្យស្បែកបងប្អូនហ្នឹង strong នៅក្នុងខែហ្នឹងផងដែរជឿដោយសារតែខែត្រជាក់ជើងការដែលប្រើបងប្អូនដឹងស្រាប់អីប្រើពពួក cleanser ដែលស្រទន់សម្រាប់ស្បែកទៅប្រើរៀងខ្លាំងហ្នឹងលបកស្ងួតនៅហ្នឹងហើយបងប្អូនចឹងចូលពីខែ2ដល់ខែ5នេះកំពូលខែក្តៅហើយបងប្អូនចាប់ផ្ដើមក្តៅទៅហើយអញ្ចឹងចំពោះខែក្តៅអញ្ចេះបងប្អូនត្រូវធ្វើម៉េចគឺការពារពីកម្ដៅថ្ងៃឲ្យបានល្អប្រើ sunscreen ដែលមាន SPF ខ្ពស់50អីទៅហើយអញ្ចឹងគឺវាអាចការពារស្បែករបស់បងប្អូនបានម្តងមួយទៀតគឺនៅក្នុងខែក្តៅចឹងបងប្អូននឹងសង្កេតឃើញហើយដោយសារសីតុណ្ហភាពមានការកើនឡើងចឹងស្បែករបស់បងប្អូនទំនោរទៅថារៀងការផលិតប្រេងនឹងវារៀងច្រើនជាងមុនចឹងណាបងប្អូនចឹងចំពោះខែនេះមិនសូវជាមានបញ្ហារឿងស្ងួតរឿងអីរញ៉េរញ៉ៃច្រើនទេប៉ុន្តែអីដែលជាបញ្ហាទៅវិញនោះស្បែករបស់បងប្អូនបើស្បែកធម្មតាគឺទំនោរទៅរៀងប្រេងទេហើយបើស្បែករៀងប្រេងគឺរៀងប្រេងច្រើនចឹងទៅចឹងដោយសារអីគឺដោយសារតែសីតុណ្ហភាពមានការកើនឡើងហើយបងប្អូនដឹងស្រាប់ហើយរឿងប្រេងនេះមួយវាអាចនឹងចាប់ពួកទលីដីពួកអីជាប់ចឹងទៅអញ្ចឹងសំខាន់មែនតើនៅក្នុងការសម្អាតឲ្យបានស្អាតហើយចំពោះប្រភេទ moisturizer វិញដោយសារស្បែកយើងវារៀងផលិតខ្លាញ់ទៅហើយច្រើនអញ្ចឹងចំពោះការប្រើ moisturizer ចំពោះខែក្តៅគឺ recommend ឲ្យបងប្អូនប្រើពពួក gel ក្រែមពពួក gel ក៏បាន gel ក្រែមក៏បានដែលពួកហ្នឹងគឺវាផ្ដល់សំណើមហើយសាច់វាស្រាលទឹកវាច្រើនជាងហើយពេលដាក់ទៅគឺត្រជាក់ឲ្យលើមុខហ្នឹងអញ្ចឹងបងប្អូនហើយមានវិធីនៅក្នុងការថែផ្សេងទៀតដូចជាបងប្អូនបិទម៉ាស់វីតាមីន C បិទអីចឹងទៅដើម្បីជួយប្រឆាំងទៅនឹងរឿងអុកស៊ីតកម្មដោយសារតែត្រូវថ្ងៃហ្នឹងគឺអាចធ្វើឲ្យមានការអុកស៊ីតកម្មនៅលើស្បែកអញ្ចឹងបងប្អូនហើយរឿងងាយមួយទៀតគឺក្រៅពីតា skin care ហ្នឹងបងប្អូនកុំភ្លេចផឹកទៅឲ្យបានច្រើនផងនិងរដូវកាលទី3នោះគឺពីខែ6រហូតដល់ខែ10ជាងជាខែគេបងប្អូនគឺខែភ្លៀងហ្នឹងហើយអញ្ចឹងចុះកំឡុងពេលហ្នឹងអ្វីដែលបងប្អូនសង្កេតឃើញគឺថាមានសំណើមនៅក្នុងបរិយាកាសហើយជាមួយគ្នានឹងដែរគឺវារឿងថាបាក់តេរីអីនៅក្នុងហ្នឹងដោយសារមេឃភ្លៀងមេឃអីចឹងហើយកំឡុងខែហ្នឹងគឺវាក្តៅហើយវាសើមអញ្ចឹងរឿងដែលងាយនឹងកាត់ឡើងនៅពេលហ្នឹងគឺបញ្ហាមុននឹងតែម្ដងឡុងខែនេះនោះបើទោះបីជាបងប្អូនឃើញថាអូបរិយាកាសមានសំណើមមានអីក៏ដោយអត់ទេស្បែកបងប្អូនមិនបានមានសំណើមដូចបរិយាកាសទេគឺវាបែរជាទៅជាស្ងួតក៏មានអាចនឹងផលិតខ្លាញ់ជ្រុលក៏មានដោយសារវាក្តៅវាសើមវា
មិនអាចធ្វើឲ្យស្បែកយើងនឹងវាច្បាស់ថាទៅផ្លូវណាបងប្អូនchứគឺវាប្រែប្រួលតាមជាក់ស្ដែងហើយរឿងស្ងួតនឹងដែរទៅស្រួលមិនស្រួលក៏ធ្វើឲ្យស្បែកយើងនឹងវាចង់ផលិតខ្លាំងថែមទៀតនិយាយទៅបញ្ហាចម្បងនៅក្នុងម្ដុំខែនេះគឺរឿងកើតមុននឹងតែម្ដងបងប្អូនចាំមកជាថានៅក្នុងខែនេះគឺបងប្អូនត្រូវសម្អាតមុខឲ្យបានស្អាតមែនតើព្រោះថាបាក់តេរីនៅក្នុងបរិយាកាសឬក៏ពួកផ្សិតអីក៏ដោយអញ្ចឹងកំឡុងពេលហ្នឹងគឺអាចនឹងងាយកើតមុនផ្សិតហើយជាមួយនឹងមុនក៏ដោយសារតែពួកបាក់តេរីដែរអញ្ចឹងការប្រើ foam លាងសម្អាតមុខសំខាន់មែនតើគឺបងប្អូនត្រូវសម្អាតឲ្យបានស្អាតហើយប្រើហ្នឹងគឺ recommend ឲ្យមានសារធាតុសកម្មណាមួយនោះដែលអាចជួយមិនថាព្យាបាលមុនក៏ដូចជាការដែលសម្អាតពួកបាក់តេរីនៅលើស្បែកមុខបានដែរចុះមកនិយាយពីរឿងដែលសម្អាតមេរោគលើស្បែកអាចមានដូចជាពពួក Yodamacha Musong ដែលមានពពួកcopper zinc ហ្នឹងសម្អាតមេរោគនៅលើស្បែកក៏ដូចជាពពួកដែលមាន salicylic acid ដែលអាចលាងសម្អាតទៅគឺជួយព្យាបាលមុនបានតែពួកនេះបងប្អូនដឹងហើយប្រើចន្លោះធំត្រូវមិនអាចប្រើរាល់ថ្ងៃបានទេហើយការដែលប្រើវាត្រូវតែមាន moisturizer ទប់ជាមួយវាផងដែរហើយ recommend ថាវាមានតែត្រឹម 0.5% អីហ្នឹងគឺល្អហើយសមរម្យឲ្យបងប្អូនប៉ុណ្នេះហើយបងប្អូនក៏មានជំរឿននៅក្នុងការប្រើផលិតផលដែលជួយ scrub exfoliate ជំហរកាយការចាស់នឹងចេញចឹងតែវាអាចស្ទះហូនកើតមុនហ្នឹងក៏មានដែរចាំបងប្អូនត្រូវថែទាំស្របទៅតាមស្ថានភាពស្បែករបស់យើងជាក់ស្ដែងបងប្អូនហើយជាមួយគ្នានឹងដែរការប្រើនៅពពួកក្រែមផ្ដល់សំណើមក្នុងកំឡុងពេលនេះគឺ recommend ឲ្យបងប្អូនប្រើនៅ lightweight moisturizer ដូចរដូវក្តៅនោះដែរព្រោះថាបងប្អូនអាចថាមុខកំពុងតែមានភ័យឬមានអីហើយទៅប្រើ moisturizer ដែរយើងសាច់ខាប់ទៀតអាហ្នឹងគឺprovoke ទៅជាបញ្ហាកើតមុនកើតអីហើយចឹងអត់ទេប្រើអីដែរស្រាលទឹកច្រើនជាងបងប្អូនហើយបើបងប្អូនចង់បានការណែនាំទាក់ទងមួយ supplement បងប្អូនក៏អាចប្រើនៅពពួក probiotic បានផងដែរឬញ៉ាំអាហារសម្បូរទៅដោយ probiotic ព្រោះអីវានឹងជួយឲ្យបាក់តេរីល្អនៅលើស្បែកក៏ដូចក្នុងរាងកាយរបស់បងប្អូននឹងល្អជាងនោះវាអាចទប់ទៅនឹងបាក់តេរីមិនស្អាតនៅខាងក្រៅក្នុងបរិយាកាសនឹងបងប្អូនអញ្ចឹងចង់ប្រាប់បងប្អូនថាជាចុងក្រោយគ្រប់រដូវកាលពីមួយឆ្នាំទៅមួយឆ្នាំកុំភ្លេចនៅ sunscreen ក្រែមការពារកម្ដៅថ្ងៃហ្នឹងហើយបើបងប្អូនចង់យល់ដឹងបន្ថែមពីរឿង sunscreen សិនអីហ្នឹងគឺបងប្អូនអាចទៅ check មើលវីដេអូទាំងពីរនេះបានដែល The Therapy Times បានធัวរួចទេហើយមួយទៀតដែរគឺថាកុំភ្លេចផឹកទឹកឲ្យបានច្រើនហើយបើបងប្អូនចង់ដឹងពីអាហារជួយស្បែកជួយអីហ្នឹងក៏អាចទៅ check មើលវីដេអូនេះបានផងដែរអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងទាំងអស់នេះហើយគឺតាក់ទងទៅនឹងរបៀបនៃការថែទាំស្បែករបស់បងប្អូនពីមួយរដូវកាលទៅមួយរដូវកាលក្នុងរយៈពេល1ឆ្នាំហ្នឹងមិនអាចប្រើផលិតផល skin care មានទៅប្រហែលមុខហ្នឹងឲ្យប្រើរហូតអត់ទេបងប្អូនជាសង្ឃឹមថាវីដេអូនេះគឺคล้ายជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនយល់ថាវាមានប្រយោជន៍ហើយបងប្អូនជួយវីដេអូនេះគឺថាកុំភ្លេចធ្វើការ like share ក៏ដូចជា subscribe ដល់ Therapy Times ផងណាចឹងអរគុណច្រើនមែនតើយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត